សួស្តីអ្នកនរគ្នា Welcome back to my YouTube ចឹងស្វាគមន៍ចឹងជាដំបូងណែនាំខ្លួនខ្លាចលោកអ្នកនរគ្នាអត់ស្គាល់ខ្ញុំឈ្មោះ Sheng គាត់រហូតដល់ខ្ញុំដាក់រូបជាតុក្កតាដោយសារការ set up ខ្ញុំអត់ទាន់ហើយអញ្ចឹងថ្ងៃនេះយើង set up ហើយថ្ងៃក៏ដូចបានប្រាប់អ្នកនរគ្នាអញ្ចឹងកាលពីថ្ងៃ12ខ្ញុំមានដំណឹងមួយចំនួនដែលចង់ update ជូនអ្នកនរគ្នាជា purpose ជា vision ហើយនឹងថាយើងនឹងចង់បង្កើតអីថ្មីនៅពេលយើងបន្តដំណើរទៅមុខដូចគ្នាអញ្ចឹងចំណុចអស់ហ្នឹងខ្ញុំនឹងនិយាយនៅខាងចុងវីដេអូទេដោយសារសារឥឡូវកំពុងតែល្អដែរអញ្ចឹងខ្ញុំចង់ឲ្យអ្នកនរគ្នាទៅមើលសារបន្តិចសិនហើយចាំយើងជូនជាដំណឹងនៅពេលក្រោយនៅចុងវីដេអូវិញអញ្ចឹងអូខេអញ្ចឹងចាប់ផ្ដើមផ្សាយថ្ងៃនេះថ្ងៃទី16បាទពេលព្រឹកម៉ោងចូលម៉ោងសៀនេះអឺយើងមើល time frame 1ម៉ោងអញ្ចឹងយើងទៅមើល review នៅវីដេអូមុនជាមួយនឹង analyze មុនតិចសិនទៅអញ្ចឹងយើងឃើញថាពី high ពីចំណុច high នេះយើងគួរនេះមិនពី high នេះខ្ញុំគួរគាត់គួរជា referral ចាស់ទេអញ្ចឹង high ហើយ low គឺក្នុងចំណុចហ្នឹងអញ្ចឹងយើងបានសំទោស5459 1ក្នុងចំណុចនេះតាមចាំ4995ហើយយើងពុះវាជា2មកដោយសារយើងយក 50% អូខេអញ្ចឹងអានេះខ្ញុំចាំច្បាស់5207អញ្ចឹង5207អញ្ចឹងយើងបានថាអានេះជា 50% ចាំតិចខ្ញុំម៉ាកដូចស្រួលឆ្នាំអូខេ 50% អញ្ចឹងយើងមើលមកកលេសប៉ុណ្ណឹងយើងឃើញថាផ្សារជួញដូរនៅក្រោម 50% ហើយមួយទៀតដែលជា confirm យើងមើលទៅលើខ្សែ moving average របស់យើងក៏ក្រោមដែរហើយការជួញដូរក៏ក្រោម 50% ដែរហើយក៏ឥឡូវនេះក៏ចាក់ផុតខ្សែរបស់ខ្មៅយ៉ាងដែរ moving average ដូចគ្នាអញ្ចឹងទំនោរវាអត់ទាន់មានទៅលើរួចទេមានតែនៅខាងក្រោមឡើយទេអូខេអញ្ចឹងយើងដកលុបនេះចោលអត់សិនអញ្ចឹងថតចំណុចនេះអ្នកនរគ្នាចាប់បានហើយខ្ញុំអាចទុកនឹងសិនក៏បានដែរយកទុកនឹងសិនទៅអញ្ចឹងយើងទៅមើលផ្សារថ្ងៃនេះប្រហែលថ្ងៃចុងក្រោយនេះវិញអាចថាអាទិត្យមុននឹងចាប់ដើមថ្ងៃហ្នឹងអញ្ចឹងអាទិត្យមុននេះយើងមាន high ក្នុងចំណុចនេះអញ្ចឹងអានេះយើងទុកសិនទៅដោយសារយើងដឹងថាវាក្រោម 50% របស់ការជួញដូរហើយមកនេះក៏ដូចគ្នាលុបសិនទៅអញ្ចឹងត្រង់ចំណុចនេះយើងមាន high ហើយនឹង low នេះគឺតំចេញមកថ្មីថ្ងៃនេះទេអូខេអញ្ចឹងយើងមើលត្រង់ចំណុចនេះ high high 5238ហើយយើងបាន low ថ្ងៃនេះផង49ធំ7អញ្ចឹងយើងបានពីនេះអញ្ចឹងដូចយើងរាល់ដងយើងធ្វើដូចការជួញដូររបស់យើងរាល់ដងអញ្ចឹងយើងរក high រក low ហើយយើងចែកវាជា2មកអញ្ចឹងយើងរកចំណុច 50% វាគឺ5102អានេះខ្ញុំចែកមុនហ្នឹងអញ្ចឹងនេះ5102អញ្ចឹងត្រង់ចំណុចនេះខ្ញុំដាក់ជា M ចុះ medium ឬក៏ middle ក៏បាន5102អូខេអញ្ចឹងឥឡូវយើងមើលដូចយើងវិភាគធំនេះអញ្ចឹងយើងឃើញថាការជួញដូរនៅក្រោម 50% ទៀតនៅក្រោម 50% ដដែលហើយកាលពីវីដេអូមុនខ្ញុំបានប្រាប់ហើយថាយើងជួញដូរនៅក្នុង range អញ្ចឹងគាត់ថាហ្នឹងវានៅក្នុងចំណុចដែលខ្ញុំគូទេដោយសារខ្ញុំញញ៉ៃពេកខ្ញុំគូថ្មីជូនអ្នកនរគ្នាមើលស្រួលអញ្ចឹងrange ខ្ញុំពេលហ្នឹងគឺខ្ញុំប្រាប់ថាអ្នកនរគ្នាគឺវាយនេះហេអញ្ចឹងនេះ time frame 1ម៉ោងណាអញ្ចឹងកន្លែង low នេះគឺ4996ដែលយើងគូមុនហ្នឹងហើយខ្ញុំលុបចោលហ្នឹង4996អញ្ចឹងបើយើងគិតទៅយើងការជួញដូរក្នុង range ដដែលហើយពេលហ្នឹងក៏ខ្ញុំបានពុះត្រង់ចំណុចនេះ 50% ដែរអូខេអញ្ចឹងយើងមើលថា range ប្រហែលថ្ងៃមុនដែលយើងជួញដូរតាំងពីអាទិត្យមុននៅក្រោម 50% ពី high មក low ថ្ងៃនេះជួញដូរក៏នៅតែក្រោម 50% ដែរអញ្ចឹងទំនោរអត់ទាន់មានទៅលើរួចទេគ្រាន់តែអីដែលយើងកត់សម្គាល់វាគ្រាន់តែមានជើងចាក់ត្រង់ចំណុចនេះទេអត់ទាន់ break អត់ទាន់ 100% break time frame 1ម៉ោង break range ហ្នឹងទេប៉ុន្តែជាចំណុច buy zone យើងអាចទិញទៅបានពីហ្នឹងហើយយើងកាត់ចំណេញឧទាហរណ៍ដូចយើងមើលតម្លៃចាក់ស្ដែងផងចំណុចនេះ4996បើអ្នកនរគ្នាទិញឥឡូវក៏50 20ក៏អ្នកនរគ្នាអាចចំណេញបាន20លេខជាងដែរអញ្ចឹង yes វា valid វាអាចប្រើប្រាស់បានប៉ុន្តែបើសិនជាមានការ time frame ធំ1ម៉ោងឬក៏4ម៉ោងមានការទៅផុតអាហ្នឹងអាចថាសន្ទុះវាដែលទៅក្រោមបន្តគឺផុតទៅដល់44.7អញ្ចឹងយើងមានរបៀបមើលរបៀប confirm ច្រើនប៉ុន្តែខ្ញុំចង់ឲ្យលើកមួយប៉ុន្តែក្នុង
ការគិតរបស់ខ្ញុំមាន confirm ហើយថាយើងប្រើ confirm នេះ confirm នោះដើម្បីឲ្យភាគរយដែលយើងបើយើងនិយាយទៅយើងនិយាយពី possibility និយាយពីភាគរយដែលអាចទៅរួចអញ្ចឹងមានន័យថាយើងប្រើ confirm កាន់តែច្រើនភាពដែលអាចទៅរួចហ្នឹងក៏វាច្រើនដូចគ្នាដែរអញ្ចឹងទំនោរវាឡើងឬក៏ចុះយើងអាចមានភាគរយច្រើនទៅហោវាដែរអញ្ចឹងការជួញដូររបស់យើងក៏ risk វាទូជាងមុនដូចគ្នាដែរដោយសារយើងមាន confirm មានការច្បាស់លាស់នៅក្នុងការទៅមើលវាដូចគ្នាអញ្ចឹងយើងឃើញថាវានៅក្នុង buy zone របស់យើងដដែលអញ្ចឹង buy zone របស់យើងគឺចំណុចហ្នឹងទៅអញ្ចឹងបើសិនជាមានការ break បិទ candle 1ម៉ោង time frame 1ម៉ោងចេញទៅជាបែបនេះអីនេះឧទាហរណ៍ណាអញ្ចឹងអាហ្នឹងបន្ទាប់មកគឺទៅរ low 49.7ហ្នឹងម្ដងទៀតហើយអញ្ចឹងបើ49.7ហ្នឹងវាគ្រាន់តែប៉ះជើងហ្នឹងហើយវាអាចមាន reverse ទៅវិញអាហ្នឹងវាអាចត្រជា support បានតែបើសិនជាផុត49.7ហ្នឹងទៀតវាបង្កើតជាទំនោរ down trend បន្តទៀតហើយអញ្ចឹង down trend yes វាបែបហ្នឹងពីយើងមើលពី high low lower high បាទតរហូតបង្កើត lower low បង្កើត lower low បង្កើត lower low អញ្ចឹងអានេះឡើងមកបន្តិច lower high អញ្ចឹងអាចនឹងបង្កើត lower low មួយទៀតអញ្ចឹងអានេះឡើងមកបន្តិចអាចនឹងបង្កើត lower low មួយទៀតអញ្ចឹងបើបង្កើត lower low មួយទៀតគឺប្រកាសណាផុត49.7ហើយអញ្ចឹង49.7អាហ្នឹងយើងទៅមើលជើងក្រោមបន្តទៀតអញ្ចឹងអាចំណុចនេះខ្ញុំគូតាំងពីយូរហើយជាការសម្គាល់របស់ខ្ញុំទេបាទជា low នៅតំបន់ម្ដុំហ្នឹងអញ្ចឹងបើយើងទៅមើលវាតិចទៅអញ្ចឹងវា low នៅម្ដុំហ្នឹងអញ្ចឹងម្ដុំនេះជាតម្លៃដែលវាអាចថាវានៅសន្សំម្ដុំហ្នឹងតមកបើមានការកើនឡើងអញ្ចឹង impulsive move ឡើងទៅលើចាអានេះការបន្ទាត់ខាន់នេះគឺមួយថ្ងៃអ្នកនរគ្នាមួយថ្ងៃអញ្ចឹងមានតែមួយថ្ងៃកើនរហូត yes រហូតដល់តម្លៃនេះបានមានការធ្លាក់ចុះមកវិញអញ្ចឹងខ្ញុំយករងចំណុចនេះគឺជា buy zone នេះគ្នាអញ្ចឹង buy zone យើងអាចទិញពីនេះបានអញ្ចឹងបើយើងគូពីនេះមក yes sorry អញ្ចឹងបើយើងគូពីនេះមកឃើញទេសិតតែ buy zone នេះយើងអាចទិញបានហើយតម្លៃគឺខ្ទង់5000ទៅ49ចេះទៅ5000ទេអញ្ចឹងអានេះខ្ញុំដកចេញសិនកុំឲ្យវាញ៉ៃញ៉ៃនេះដូចគ្នាអូខេអញ្ចឹងអ្នកនរគ្នាចាប់បានដល់ចំណុចហ្នឹងហើយអញ្ចឹងផ្សារឥឡូវកំពុងនៅតម្លៃ50.24អញ្ចឹងការ confirm របស់ខ្ញុំឃើញថាអត់ទាន់មានទៅលើទេឃើញនៅ down trend ដដែលអញ្ចឹងខ្ញុំគូជានេះមួយអូខេអានេះវាចង់ break ដែរប៉ុន្តែអត់ទៅរួចទេអូខេនេះអញ្ចឹងបើអាចទៅបន្តអាចនឹងមានមកផុតម្ដងនេះទៀតអញ្ចឹងអាហ្នឹងជាអីដែលយើងគួរតែមើលយើងមើល time frame 4ឲ្យមើល1ម៉ោងសិនទៅអញ្ចឹងបែបហ្នឹងហើយខ្សែ MA ខ្សែ moving average របស់យើងក៏នៅក្រោមខ្សែ moving average មួយនេះដែរហើយការជួញដូរក៏នៅក្រោម50%5102នេះដែរអញ្ចឹងឆ្ងាយមែនតើប្រហែល700លេខពី range 50%មកអញ្ចឹងការជួញដូរត្រង់ចំណុចនេះគឺបែបហ្នឹងយើងប្រយ័ត្នប្រយែងអញ្ចឹងអានេះជាអីដែលយើងគួរចំណាំមួយអញ្ចឹងមួយទៀតបើសិនជាមកឧទាហរណ៍ការជួញដូរខ្ញុំគូចេះទៅអាចអត់ទៅផុតទេបាទមកធំ49.7ឬក៏ពាក់កណ្ដាលនេះធំរ៉េងរបស់យើងនេះអញ្ចឹងការទិញទៅការ reverse ទៅវិញគឺមានមហោត្រឹមខ្សែនេះដំបូងគឺមហោមិនមែនមហោខ្សែហ្នឹងទេអ្នកនរគ្នាមហោខ្សែហ្នឹងក៏បានតែមានចំណុចនេះមួយដែររអញ្ចឹងត្រង់ចំណុចនេះគឺ50 50អញ្ចឹងវាត្រូវការមាន50 50សិនបើតម្លៃទៅដល់50 50ហើយមានការបំបែក50 50អាហ្នឹងអាចមានការ change character បំបែក break structure ហើយអញ្ចឹង break structure របស់ down trend វានឹងបន្តកើនឡើងអញ្ចឹងវានៅពេលដែលយើងដូរទៅជា up trend វិញគឺដូចគ្នាដូចកម្មចនាអញ្ចឹងអូខេវានឹងឡើងទៅតិចចឹងរហូត sorry គួរអត់ស្អាតទេអ្នកនរគ្នាអញ្ចឹងគឺបែបហ្នឹងអានេះបើសិនជាមានការ break 50 50ត្រង់ចំណុចហ្នឹងអញ្ចឹងខ្ញុំគូត្រង់ចំណុចនេះមួយ50 50អញ្ចឹងគោលដៅដែលទៅរកគឺទៅរកតម្លៃម៉ា5102ដូចគ្នាអញ្ចឹងបើមាន5102នឹងមានការបំបែកត្រង់ចំណុចនេះម្ដុំនេះអញ្ចឹង5119 5120ក៏ជាគោលដៅដែលគេmarket ព្យាយាមទៅរកដែរអញ្ចឹងអានេះខ្ញុំទុកថងចំណុចនេះមួយអញ្ចឹងថងចំណុចនេះគឺជា buy zone របស់យើងថងនេះក៏ជា buy zone របស់យើងដែរប៉ុន្តែការជួញដូរយើងអាច buy test ទៅអត់ចាំបាច់buy ធំពេកជាកំហុសទេដោយសារយើងអត់ដឹងថា market អាច move បន្តចុះមកផុត49.7អត់ទេប៉ុន្តែឥឡូវនេះយើងឃើញថាសារអត់ទាន់ទៅណាទេសារនៅក្នុង range នេះដដែលទេអ្នកនរគ្នាអញ្ចឹងយើងទៅមើលគៀកមែនតើអូខេយើង zoom in ឃើញអត់ទាន់មានទៅផុតទេនៅក្នុង range នេះដដែល
ចឹងអីដែលយើងអាចទិញបាន scenario របស់យើងគឺទិញពីនេះទៅឧទាហរណ៍តម្លៃ55សិនបើសិនជាមានការ break បានចូលដល់នេះចឹងបានចូលដល់នេះចឹងឧទាហរណ៍តម្លៃ5102បាន yes ចឹងអាហ្នឹងយើងអាចដាក់ថាជា sorry ស៊ីន01របស់យើងស៊ីន01គឺបែបហ្នឹងចឹងឃើញថាតម្លៃឥឡូវក៏ឡើងបាន55ដែរពាក់កណ្ដាលចិត្តទៅដែរប៉ុន្តែខ្ញុំអត់ទាន់មើលឃើញថាតម្លៃវាអាចទៅ55ទេអឺកំឡុងពេលនេះណាដោយសារយើងរងចាំមើលមកវិញខ្ញុំគិតថាឥឡូវនេះនៅក្នុង sideways range ទេអញ្ចឹងបើខ្ញុំចាប់ពី high ឡើងពីបើកផ្សារមកជាមួយមកដល់ low ក្រោម4960នេះគឺវានៅក្នុងនេះហេអញ្ចឹងខ្ញុំគិតថាអាចទៅប៉ះតម្លៃហ្នឹងអាចនឹងមានការមកវិញសិនបើអត់ទេ break ហ្នឹងទៅ55ហ្នឹងគឺជា range មួយសម្រាប់ថ្ងៃហ្នឹងថ្ងៃថ្មីដែរអញ្ចឹងចំណុច buy zone ខ្ញុំគិតថាចំណុចប៉ុណ្នេះគឺវា safe ជូនអ្នកនរគ្នាហើយចំណុចប៉ុណ្នេះក៏វានៅក្រោម50%ដែរអញ្ចឹងខ្ញុំ mark ខចំណុច buy zone អឺ49 70ចុះទៅ49.95អូខេអញ្ចឹងត្រង់ចំណុចនេះយើងអាចទិញទៅបន្តបានអញ្ចឹងយ៉ាងនេះយើង mark ពណ៌ខៀវទៅជា buy zone yes អញ្ចឹងប៉ុណ្ណឹង scene ទី1អាហ្នឹងសម្រាប់យើងអញ្ចឹងបើយើងដូរទៅ scene ទី2ខ្ញុំគូក្បែរហ្នឹងទៅ scene 02អាយ៉ា sorry scene 02អញ្ចឹងscene 02អត់ខុសគ្នាទេគ្រាន់ថាវាអត់មានទំនោរឡើងលើអញ្ចឹងទេអញ្ចឹងអាចចេញពីម្ដុំនេះអូខេ high low ដូចគ្នាអាចនឹងមានការឡើងប៉ុណ្ណេះ break ផង buy zone ហ្នឹងហើយវាត្រូវមករក low នេះសិនអញ្ចឹង44.7នេះក៏ជា support របស់វាដែរតែបើយើងគិតពីនេះវាជារនាំងរបស់វាដែរជា resistance របស់វាដែរបើយើងគិតពី bearish ចុះមកវាជាកន្លែងដែលរារាំងវាឲ្យទៅបន្តដែរអញ្ចឹងបើសិនជាមានការទៅបន្តផុត range ហ្នឹងបិទ candle អាចថា15នាទីឬ1ម៉ោងអាហ្នឹងយើង confirm នៅ time frame ទូចអញ្ចឹងនៅ time frame ធំអាចថាផុត44.7វា valid ជាងវា work ច្រើនជាង possibility ដែលវាអាចទៅបន្តគឺច្រើនជាងអញ្ចឹងបើសិនជាមានការ44.7 break ហើយដល់44.5ឬអីផ្សេងៗអាចនឹងមាន pullback ទីទួចជាការ take profit និងបន្តចាំមកក្រោមអីអញ្ចឹងការបន្តចាំមកក្រោមយើងមើលចំណុចម្ដុំនេះក៏ជាចំណុចដែរអញ្ចឹងយើងថាយើងមិនទាន់មើលដល់48ទេខ្ញុំចង់ឲ្យអ្នកនរនេះមើលធំ P នេះ49អូខេអញ្ចឹងខ្ញុំ mark ថងនេះ40 49.12អូខេអញ្ចឹងថងចំណុចនេះមួយទៀតវាគៀកគ្នាទេអ្នកនរនេះយើងអាចដាក់ជាចន្លោះតម្លៃក៏បានដែរអញ្ចឹងអានេះ48.50វារៀងឆ្ងាយតែមិនគាត់ទៅមិនដល់ទេប៉ុន្តែភាគរយដែលទៅដល់ហ្នឹងវាតិចជាងអញ្ចឹងខ្ញុំគាត់ដាក់ចង់ឲ្យអ្នកនរគ្នាមើលទេអញ្ចឹងថងចំណុចនេះជា possibility reach ដែលអាចទៅដល់នេះគឺតម្លៃប៉ុណ្ណឹងអញ្ចឹងអានេះជា scene ទី2 scene ទី2គឺអាចបែបហ្នឹងអញ្ចឹងបើទៅដល់49.12គឺជាឱកាសរបស់យើងមែនទែនសម្រាប់ការយើងទិញទោះបីពេលខ្លះវាអាចប្រឈមមកយើងវាអាច break 49.12មកដល់48.58វាជាការកណនីដើមទុនរបស់អ្នកនរគ្នាដូចគ្នាអញ្ចឹងបើយើងមានទុនធំយើងអាចបាយពីនេះនៅទំហំដែលល្មមដែលយើងកណនីការបញ្ជារបស់យើងទៅវាគ្រប់គ្រងបានអូខេអញ្ចឹងយើងទិញពីនេះបានយើងអាច hold មិនទិញទួចទេប៉ុន្តែបើទុនអ្នកនរគ្នាទូចរងចាំ confirm អញ្ចឹង confirm បើសិនជា break អាហ្នឹងមិន confirm ត្រនេះពេលយើងទិញពីនេះទៅបន្តអញ្ចឹងវាមាន2ហ្នឹងសម្រាប់ buy zone អញ្ចឹងខ្ញុំអាចគូត្រង់នេះខ្ញុំអាចគូបោះខៀវអញ្ចឹងជា buy zone មួយហើយនឹងត្រង់ចំណុចមួយទៀតក៏ជា buy zone ដែរអញ្ចឹងអ្នកនរគ្នាអាចចំណាំមើលបានសម្រាប់ scene ទី1និង scene ទី2អញ្ចឹង scene ទី1ជាការកើនឡើងបើអត់មាន break low ថ្ងៃហ្នឹងទេ49.7វាអាចនឹងទៅបែបហ្នឹងវាអាចនឹងបន្ត scene ទី1បន្តឡើងទៅ50ហ្នឹង5102នេះជាការសង្ខេបហើយបើ scene ទី2អត់មានបើសិនsorry បើសិនជាមានការ break 41.7តម្លៃដែលអាចទៅហោគឺ49ស្តើងយើងនិយាយ49ស្តើងជាភាគរយដែលអាចទៅរួចប៉ុន្តែបើ48.58នេះខ្ញុំមិនថាទៅមិនរួចទេប៉ុន្តែភាគរយវាតិចជាង41.12អញ្ចឹងសម្រាប់ scene ទី1និង scene ទី2យើងមានតែប៉ុណ្្នឹងទេអញ្ចឹងចំណុចមួយទៀតដែលខ្ញុំចង់និយាយគឺត្រង់ចំណុចនេះអញ្ចឹងយើង remove មកលុកនេះចោលសិនទៅ
ខេអញ្ចឹងអ្នកនរនេះអាច screenshot ទុកបានឬក៏ជា reference ផ្សេងៗអញ្ចឹងខ្ញុំឃើញថាអញ្ចឹងយើងមើលទៅលើ time frame 1 ម៉ោងឥឡូវទីផ្សារអាស៊ីទាន់មានការ move ទេវាមានន័យថា move ក្នុង range ទៅដែរមានថាដើរនៅក្នុង range អញ្ចឹងខ្ញុំបារម្ភមួយវាអាចចូលជា technical មួយគេហៅ AMD power tree ហ្នឹងដែលមាន accumulation មាន manipulation ហើយនិង distribution អញ្ចឹងខ្ញុំខ្លាចថាផ្សារថ្ងៃនេះវាអាចមានបែបហ្នឹងដែរអញ្ចឹងទី1ខ្ញុំឃើញថាឥឡូវបើយើងមើល15នាទីយើងទៅមើល15នាទីទៅយើងទៅមើល15នាទីអត់ឃើញថាវាមានជានេះទេវាអត់ទាន់មានជា accumulation ទេយើងឃើញថាយើងអាចប្រកាសថាវាជា sideways ប៉ុន្តែ sideways ក៏ជា accumulation ដែរយើងអាចរាប់វាជាអញ្ចឹងបានដែរអញ្ចឹងនៅពេលដែលយើងមើល time frame 1 ម៉ោងឃើញថាវាអត់ទាន់ទៅណាទេអញ្ចឹងបើសម្រាប់ខ្ញុំរាប់ថាជា accumulation សិនទោះបីកន្លែងនេះវាមានមិនពេញ candle នេះត្រង់3 candle នេះក៏ដោយប៉ុន្តែខ្ញុំទៅរាប់វាជា accumulation សិនអញ្ចឹងចំណុចហ្នឹងវាអាចនឹងបន្តមកចេះអានេះសម្រាប់អាស៊ីអញ្ចឹងវាពាក់ព័ន្ធមួយ session 3ហ្នឹងដែរ London ហើយ New York អញ្ចឹងខ្ញុំគិតថា London អាចនឹងមានmanipulation មកបែបនេះអូខេមាន manipulation មកបែបនេះហើយដល់ពេល redirection អញ្ចឹងអានេះខ្ញុំមកពណ៌ក្រហមវិញជាការចំណាំអញ្ចឹងសម្រាប់direction ពិតប្រាកដនៅពេលមក New York ខ្ញុំគិតថាអាចចូលមហោប៉ុណ្នេះអាចមហោ41.7ឬក៏ផុតមហោ possibility rich របស់យើង41.12ហ្នឹងដែរអញ្ចឹងត្រង់ចំណុចនេះខ្ញុំអាច mark ពណ៌បៃតងចុះអញ្ចឹងខ្ញុំគិតថាវាអាចចេញជាបែបហ្នឹងដែរអូខេ A M D អូខេអញ្ចឹងចំណុចមួយនេះក៏អ្នកនរគ្នាគួរតែប្រយ័ត្នប្រយែងដែរខ្ញុំខ្លាចវាមានការកើនឡើងបែបហ្នឹងហើយចំណុចមួយទៀតដែលខ្ញុំចង់និយាយថាហេតុអីតម្លៃអត់ទាន់អាចទៅរួចអញ្ចឹងបើសម្រាប់អ្នកនរគ្នាមានឃើញនៅកែងនេះទេអញ្ចឹងយើងទៅមើលតម្លៃមាសគឺឃើញថាចុះរហូតទី1 confirm យើងមើលធំ time frame ធំក្រោម 50% ត្រង់ចំណុច254ចុះមកគឺក្រោម 50% អញ្ចឹងក្រោម 50% គឺតรงប៉ានេះមុនហ្នឹងមិញ52ជាងអញ្ចឹងយើងយកពី52ពី high 52មកប្រហែលអាទិត្យមុនមកដល់ថ្ងៃនេះយើងឃើញថាការជួញដូរក៏នៅក្រោម 50% នេះទៀតអញ្ចឹងមានវាក្រោមមួយតង់ 50% មួយតង់ហើយក្រោមអានេះមួយតង់ទៀតអញ្ចឹងមានន័យថាទាបមែនតើវាមកជួញដូរនៅបាតបើយើងរាប់ពី0ទៅ100មានន័យថាពី0ឡើងទៅ100ហើយធ្លាក់មក0វិញអញ្ចឹងការជួញដូរចាប់ដើមពី0ទៅវិញទៀតហើយចំណុចផ្សេងដូចយើងមើល DXY តាក់ទងមួយលើដុល្លារ yes អានេះ time frame 1 ម៉ោងដូចគ្នាយើងឃើញថាឡើងដូចគ្នាអញ្ចឹងដុល្លារពី98ទៅ100ជាង100ស្ដើងតាមខ្ញុំចាំអាហ្នឹងដូចជាល្អហើយមិន100ជាងអាច101 100អីហ្នឹងគឺមានដុល្លារនៅក្នុងគេហៅបើយើងនិយាយជាអង់គ្លេស healthy វាអត់មានបញ្ហាទេមានសេដ្ឋកិច្ចរបស់គេល្អលុយដុល្លារគេដើរល្អដូចគ្នាអញ្ចឹងអានេះវា99 92 93ហើយវាអត់មានជាបញ្ហាទេហើយយើងទៅមើលក្នុងនេះវាមាន Bitcoin មាន Ethereum ផ្សេងតាក់ទងមួយ crypto ជាមួយនឹង stock ផ្សេងក៏ឃើញថាកើនឡើងដែរពី60000ជាងឡើងដល់70000ជាងEthereum ក៏ដូចគ្នាfrom 2000ឡើង2000ជាងអញ្ចឹងក៏វាជាផ្នែកមួយដែលបាត់លុយចេញពីការជួញដូរមាសដូចគ្នាហើយជាពិសេសប្រាក់អត់អីទេដោយសារប្រាក់ប៉ុន្តែប្រាក់ក៏មានកំណើនកើនឡើងដែរអញ្ចឹងយើងទៅមើលប្រាក់បន្តិចមានន័យថាវានៅក្នុង range ត្រែលទេអញ្ចឹងការជួញដូរបើអ្នកចង់ជួញដូរប្រាក់អាចល្អពី78អីទៅបាទដោយសារឥឡូវវាក្បែរនឹង78ដែរវា80អីទេបាទអញ្ចឹងបើយើងចង់ឲ្យហិតល្អជាងហ្នឹងអាចពី68.2នេះក៏វាអាចថាវាសុវត្ថិភាពដែរវានៅបាតរបស់សម្រាប់ silver ដូចគ្នានឹងយើងនិយាយជាភាសាធម្មតាជាបាតរបស់វាអញ្ចឹងយើងក៏លេចទៅមើលប្រេងដែលកំពុងតែពេញនិយមក្នុងការជួញដូរហើយក៏គេងាកទៅមើលខាងនឹងច្រើនហើយក៏ជាមូលហេតុមួយមិនមូលហេតុមួយមូលហេតុធំដែរដែលធ្វើឲ្យមាសអត់សូវមាន movement ទៅលើដែរហើយអត់សូវមានការជួញដូរដូចគ្នាការបាត់លុយចេញពីទីផ្សារមាសក៏ដោយសារទៅទីផ្សារប្រេងហើយនឹងលុយដុល្លារឬក៏ប្រាក់អីផ្សេងដែរអញ្ចឹងយើងឃើញថាប្រាក់អានេះយើងមើលធូរក៏ធ្លាក់ពី120 119ហ្នឹងបាទចុះមកក្រោមនេះហើយបាទខ្ទង់76ហើយក៏ឡើងមកវិញបានជិត100ដែរអញ្ចឹងវាច្រើនមែនតើអញ្ចឹងមានន័យថាប្រហែលថ្ងៃនេះអាចថា1 2 3 4 5 yes មានការកើនឡើងនៃប្រេងទៅវិញហើយអញ្ចឹងតម្លៃដែលអាចទៅរកគឺទៅរក119វិញក្នុងមួយបារ៉ែលអញ្ចឹងក៏ជាមូលហេតុដែលមាសអត់ទាន់ងើបរួចដែរអញ្ចឹងចំណុចប៉ុណ្ណឹងអញ្ចឹងយើងចប់ហើយសម្រាប់យើងមើលទៅលើក្រាហ្វហើយនឹង
មើលទៅលើគេហៅថា symbol ផ្សេងៗ Yes Forex Factory ថ្ងៃនេះដូចជាមិនមានអីទេបាទមានអីជាសំខាន់ទេមានពណ៌លឿងហើយនឹងក្រូចទេប៉ុន្តែថ្ងៃជា18មានគណ៌ PPI មាន PPI ផ្សេងៗហើយ19ក៏មានព័ត៌មានធំដែរតើតើនឹងការកាត់អត្រាការប្រាក់ពី 3.75 អាចនឹងមានការកាត់ចំក្រមអាច3កន្លះឬក៏3.25យើងរងចាំថាគេកាត់25ឬកាត់កន្លះអញ្ចឹងអាហ្នឹងក៏ជាមួយដែរហើយក៏មានខាង FOMC គេ projection ដែរតើតើមួយ economic របស់គេមានន័យថានិយាយពីplan របស់គេទៅដល់មួយ economic ហើយ FOMC statement press conference ផ្សេងៗក៏មានដែរហើយក៏មាន unemployment claim ដែរអញ្ចឹងមានន័យថានេះថ្ងៃ1នេះម៉ោង1នេះមានន័យថាយើងថ្ងៃ18ប៉ុន្តែឆ្លងចូលថ្ងៃ19គឺម៉ោង1ហ្នឹងអញ្ចឹងអាហ្នឹងគឺម៉ោង1យប់អ្នកនរគ្នាកុំច្រឡំថាថ្ងៃ19ហើយម៉ោង1ចូលថ្ងៃ20អញ្ចឹងប្រយ័ត្នប្រយែងទាំងអស់គ្នាអញ្ចឹងការទិញលក់អីគឺប្រយ័ត្នហើយចំថ្ងៃពុធផងចូលថ្ងៃពហុដែរអញ្ចឹងថ្ងៃពហុឥឡូវខ្ញុំកាត់សម្គាល់ឃើញថាក៏មានការមូខ្លាំងដែរបន្ទាប់ពីថ្ងៃច័ន្ទហើយថ្ងៃសុក្រថ្ងៃបិទផ្សារនិងបើកផ្សារអញ្ចឹងថ្ងៃពហុក៏ជាចំណុចស្នូលមួយដែរសំខាន់មួយដែរដែលយើងការជួញដូរត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នា SL ផ្សេងៗយើងត្រូវតែប្រើបើមិនចឹងយើងអាចនឹងរងគ្រោះដោយសារវាដែរអញ្ចឹងអស់ហើយអានេះជាព័ត៌មានដូចជាមិនមានអីថ្មីទេការសង្គ្រាមផ្សេងៗនៅតែមានអញ្ចឹងអានេះគឺតកតងនឹងច្រក Hamas អាចឆ្លងបានទេអ៊ីរ៉ង់មានការបំទុះមានអីផ្សេងៗការបាញ់អីផ្សេងៗអញ្ចឹងសង្គ្រាមនៅតែបន្តកើនឡើងប្រេងក៏នៅតែឡើងថ្លៃមាសក៏មិនឡើងខ្លាំងណាស់ណាដែរនៅតម្លាក់ដោយសារដែលខ្ញុំជម្រាបជូនអ្នកនរគ្នាអញ្ចឹងគេងាកទៅមើលប្រេងជាមួយនឹងប្រាក់អីផ្សេងៗច្រើនជាងមាសបាទហើយហ៊ុនអីក៏ដូចគ្នា crypto អីផ្សេងៗអញ្ចឹងសរុបមកសង្គ្រាមនៅតែបន្តហើយសង្គ្រាមរុស្ស៊ីមួយអ៊ុយក្រែនក៏នៅតែបន្តដែរខ្ញុំអត់បានបើកមើលប៉ុន្តែនៅតែបន្តខ្ញុំមើលម្សិលមិញនៅតែបន្តធម្មតាទេដោយសារអត់មានណាគេជួយចរចាឬក៏អីផ្សេងៗទេដោយសារអ្នកចរចាក៏កំពុងវាយគ្នាដែរអញ្ចឹងអាហ្នឹងក៏ yes ចឹងនេះ crypto map អីផ្សេងៗ all stock អត់សូវជាអីទេ yes អានេះយើងគ្រាន់តែមើលយើងហៅថាគួបផ្សំគ្នាទេយើងដើម្បីរកថាគេហេតុអីមាសចុះអញ្ចឹងទំនោរវាអាចចុះបន្តទៀតអត់ផ្សេងដូចគ្នានេះអានេះខ្ញុំគូចាស់អញ្ចឹងអានេះខ្ញុំគូថ្មីអញ្ចឹងអីដែលយើងមើលស៊ីនទី1ហើយនិងស៊ីនទី2ហើយជាមួយនឹងហើយចំណុចនេះខ្ញុំអាចរាប់ថាជាស៊ីនទី3ចុះតែវាភាគរយដែលអាចទៅរួចវាតិចជាងស៊ីនទី1និងទី2អញ្ចឹងយើងមើលទី3នេះក៏ជាជំនួយរបស់យើងដែរអញ្ចឹង technical មួយនេះក៏វាអាចទៅរួចដែរមិនអត់ទេដោយសារយើងមើល time frame ក៏វានៅ accumulate នៅក្នុងចំណុចប៉ុណ្ណឹងដែរអញ្ចឹងអរហើយអ្នកនរគ្នាសម្រាប់ការមើល crap អរគុណបាទចំណុចបន្ទាប់ដែលខ្ញុំចង់ share ជាមួយអ្នកនរគ្នាហ្នឹងអញ្ចឹងជាអីដែលអ្នកនរគ្នាអាចទទួលបានពីYouTube Facebook ឬក៏ TikTok របស់ខ្ញុំអញ្ចឹងអីដែលខ្ញុំត្រៀមready to share អញ្ចឹងខ្ញុំមានចំនួន3ធំអឺមិនអីជាថ្មីទេអញ្ចឹងខ្ញុំអាច note អននេះអញ្ចឹងមួយជាfundamental អូខេ2ជា technical ហើយទី3ដែលសំខាន់បំផុតក្នុងការជួញដូរដើម្បីអ្នកនរគ្នាចេះវិភាគទៅលើ fundamental ទៅលើ technical ផ្សេងៗចំណុចមួយដែលសំខាន់ទាក់ទងជាមួយនឹង mindset ហើយនិង psychology គឺពិតជាសំខាន់ហើយនៅក្នុង psychology ជាមួយនឹង mindset ហ្នឹងក៏វាមានជា discipline ផ្សេងៗដែរអញ្ចឹងអាហ្នឹងខ្ញុំនឹង break down ជូនអ្នកនរគ្នានៅពេលក្រោយអូខេអញ្ចឹងគាត់នេះខ្ញុំទួដែរអីដែលខ្ញុំនឹងចែកម្លែកទៅអ្នកនរគ្នាអ្នកនរគ្នាទទួលបានពីការមើលវីដេអូផ្សេងៗអូខេអញ្ចឹង3ហ្នឹងជាអីដែលខ្ញុំចង់បង្ហាញអឺ yes ហើយអញ្ចឹងអានេះតែប៉ុណ្្នឹងទេមាន3ហ្នឹងអញ្ចឹងនៅក្នុង fundamental ខ្ញុំនឹង share ជាមួយនឹងព្រឹត្តិការណ៍ផ្សេងៗដូចជា news អឺមានផលប៉ះពាល់អីខ្លះទៅលើតម្លៃហាងឆេងមាសឬក៏មានព័ត៌មានខ្ញុំ share មុននឹងជូនអ្នកនរគ្នាអញ្ចឹងប្រេងឡើងថ្លៃមាសប្រាក់អីផ្សេងៗតទៅនឹង stock ឬក៏ crypto ផ្សេងៗអាហ្នឹងខ្ញុំនឹង share ពីហ្នឹងអញ្ចឹងខ្ញុំនឹង analyze វាជូនអ្នកនរគ្នាដូចគ្នាថាតើពេលវាទៅអញ្ចេះវានឹងមានផលប៉ះពាល់បែបម៉េចលើតម្លៃមាសដូចគ្នាអញ្ចឹងអាហ្នឹងទៅដល់ fundamental គឺប៉ុណ្ណឹងហើយមាន new hot news ផ្សេងៗខ្ញុំនឹងតម្លាក់នៅក្នុង channel មួយអញ្ចឹង channel ខ្ញុំបង្កើតហើយប៉ុន្តែអាហ្នឹងក៏នៅក្នុង topic ដែលខ្ញុំនឹងនិយាយដែរអញ្ចឹងខ្ញុំនឹង share អ្នកនរគ្នានៅពេលក្រោយខ្ញុំនឹងបង្ហាញ
ចឹងទី2 ទី2 technical ចឹង technical មានការជា analyze ដូចយើងធ្វើរាល់ថ្ងៃចឹង analyze market ហើយយើងប្រើ tool ប្រើ technical បច្ចេកទេសផ្សេងៗដែលជាជំនួយដែលធ្វើឲ្យភាគរយនៃការជួញដូររបស់យើងវាទទួលបានផលហើយ risk យើងជាងមុនចឹងការ set SLTP ផ្សេងៗអាហ្នឹងវា basic ទេចឹងប៉ុន្តែក៏យើងនឹងពន្យល់អ្នកនរគ្នាដែរខ្ញុំនឹងព្យាយាមហើយថាយើងគួរ set TP ប៉ុន្មាន SL ប៉ុន្មានអីចឹងទៅអាហ្នឹងជា just ប៉ុន្តែដែលសំខាន់យើងប្រើរបៀបទៅមើលផ្សារtool ដែលវា effective ហើយ simple ប៉ុន្តែវាធ្វើឲ្យយើងបានផលបាន profit ផ្សេងៗព្រោះឯគោលដៅរបស់យើងគឺ profit ជូនអ្នកនរគ្នាហើយ ថងចំណុច pattern យើងទៅមើលជា pattern អាហ្នឹងជាបើយើងបកប្រែខ្មែរវាជាដំណើររបស់វាជាអត្តចរិតរបស់វាជា character របស់វាជា pattern character អីហ្នឹងអញ្ចឹងយើងនៅតែរៀនមើលថងចំណុចនេះទាំងអស់គ្នាហើយបូករួមជាមួយនឹង experience របស់ខ្ញុំផងខ្ញុំនឹងចែកម្លែកទៅថងចំណុច experience ដូចគ្នាហើយyes យើងហៅចំណុចដែរ loophole ដែលយើងហៅថា loophole ជាចំណុចដែលវាគេហៅថាដែលយើងអាចទាញឱកាសពីវាបានណាជាផលប្រយោជន៍ពីយើងបានឧទាហរណ៍ថាកន្លែងណាយើងត្រូវបាយយើងត្រូវលួចត្រូវឈ្មោះអីផ្សេងៗអាហ្នឹងខ្ញុំនឹងពន្យល់បន្ថែមហើយអញ្ចឹងចប់តាម technical យើងចូលដល់ psychology ហើយ mindset អញ្ចឹង psychology ហើយនិង mindset វាខុសគ្នា psychology នេះវាតកតងជាមួយនឹងនេះជាអារម្មណ៍របស់យើងទេជាការគិតរបស់យើងហើយបើ mindset វាជាវាចេញពីយើងវាផ្ដើមចេញពីយើងអញ្ចឹង mindset នៅក្នុង mindset ហ្នឹងក៏វាមានជា discipline អីផ្សេងៗបាទអីផ្សេងៗដែរអញ្ចឹងនៅក្នុង mindset ខ្ញុំចង់និយាយពី mindset មុនទោះបីអ្នកនរគ្នាអាចថាចេះ fundamental ចេះ technical ហើយអញ្ចឹងមិនចេះអ្នកនរគ្នាតែឆ្ងល់ថាហេតុអីចេះហើយនៅតែអត់មាន profit អញ្ចឹងចំណុចផងចំណុចហ្នឹងមានន័យថាយើងខ្វះ mindset មួយដែរដែលរឹងមាំដែលធ្វើឲ្យយើងអត់ profit ដូចគ្នាអញ្ចឹង mindset ត្រង់ចំណុចនេះខ្ញុំនឹងប្រឹងហើយខ្ញុំនឹង share និងប្រាប់ថាយើងគួរធ្វើបែបម៉េចជា mindset ហើយជា psychology អាហ្នឹងតកតងជាមួយនឹងអឺតើផ្សារហ្នឹងវាអាចនឹងទៅបែបណាជា psychology តកតងនឹងinstitution ធំៗឬក៏ hedge fund ឬក៏អីផ្សេងៗ big money យើងអាចនិយាយចឹងទៅអញ្ចឹងគេអាចនឹងដំណើរការទៅបែបម៉េចអាហ្នឹងជា psychology គេនឹងចង់ sweep ឬក៏ចង់មិនអីមិនអាហ្នឹងវាតកតងជាមួយនឹងការ projection របស់យើងដែរជា projection របស់យើងដែរថាវាអាចនឹងទៅបែបណាអញ្ចឹង psychology នេះក៏យើង yes ត្រូវតែប៉ុណ្្នឹងតចំណុចអ្នកគ្នាអញ្ចឹងអីដែលសំខាន់ខ្ញុំមានតែ3ហ្នឹងទេជា fundamental technical ហើយនឹង psychology និង mindset យើងដាក់ចូលបញ្ចូលគ្នាអូខេអញ្ចឹងយើងមាន3ហ្នឹងអញ្ចឹងយើងទៅមើលchannel ដែលខ្ញុំបានបង្កើតជូនអ្នកនរគ្នាហើយចាំតិចអញ្ចឹងចំណុចនេះជាការធ្វើប្រចាំថ្ងៃរបស់ខ្ញុំទេបាទដែលមានអឺគ្នាយើងគាត់នៅក្នុងហ្នឹងជាអតិថិជនគាត់ការជួញដូរផ្សេងៗអញ្ចឹងយើងមានជាក្រុម signal ជាបោះហើយផ្សេងៗអញ្ចឹងទៅបោះជា signal មាន SL set TP អីផ្សេងៗមានព័ត៌មានតទៅមក analyze new ឯដែរបាទអញ្ចឹងនៅក្នុងហ្នឹងអញ្ចឹងពេល TP អីអាហ្នឹងខ្ញុំនឹងបង្ហាញហើយអញ្ចឹងអាហ្នឹងចំណុចទី1ហើយប៉ុន្តែខ្ញុំបានបំបីពីចំណុចហ្នឹងមកចំណុចមួយនេះទៀតខ្ញុំបានបង្កើត channel yes អញ្ចឹង channel របស់យើងមាន3ហ្នឹងអញ្ចឹងNeo ជាមួយនឹង selection អឺអាហ្នឹងសម្រាប់អ្នកដែលមាន account ជួញដូរជាមួយគ្នាបាទជាខ្ញុំរាប់គាត់ជា partner ជាដៃគូហើយបើសម្រាប់ Ego នេះខ្ញុំនឹងតម្លាក់ link ឲ្យអ្នកនរគ្នាអាច join បានក្នុងហ្នឹងក៏យើងមានប្រាប់ពីយើងមានបរៀនពីអីដែលខ្ញុំ share 3ខាងលើនេះដែរអញ្ចឹងជា fundamental technical psychology និង mindset ផ្សេងៗដែរអញ្ចឹងអ្នកនរគ្នាអាច join នៅក្នុង Ego នេះបានជាមួយខ្ញុំនឹងព្យាយាមតម្លាក់ link នៅ YouTube ប៉ុន្តែមិនដឹងថាតម្លាក់ទៅគេ approve អត់ទេប៉ុន្តែបើអត់ការទេអ្នកនរគ្នាអាចឆាតមកខ្ញុំផ្ទាល់ក៏បានដែរដើម្បីខ្ញុំ send ជា link ទៅជូនអ្នកនរគ្នាតែបើខ្ញុំដាក់នៅក្នុងបានអ្នកនរគ្នាអាចទៅមើលនៅក្នុង description ទៅអាចចូលក្នុងហ្នឹងបាន yes អញ្ចឹងហ្នឹងជាពេលដែលខ្ញុំ plan ដែលខ្ញុំនឹងធ្វើអញ្ចឹងសម្រាប់វីដេអូយើងគឺអស់ហើយអ្នកនរគ្នាមានតែប៉ុណ្ណឹងអញ្ចឹងកុំភ្លេចអ្នកនរគ្នាជួយsubscribe ជា YouTube របស់ខ្ញុំ wait subscribe YouTube វីដេអូរបស់ខ្ញុំឈ្មោះហ្នឹង yes ដើម្បីឲ្យវាមានការកើនឡើងចឹងទៅវា reach ទៅដល់អ្នកផ្សេងដូចគ្នាវាជាផលប្រយោជន៍ទៅអ្នកដទៃក៏បានដល់អ្នកនរគ្នាដូចគ្នាអញ្ចឹងទី2 Facebook របស់ខ្ញុំក៏មានដែរឈ្មោះដូចគ្នាទាំងអស់ទេអ្នកនរគ្នាអាចចូលខ្ញុំមិនសូវបានផតទេដោយសាររៀបចំវាអត់ទាន់បានរួចរាល់អូខេអញ្ចឹងខ្ញុំនឹងមានអ្នកនរគ្នាអាចជួយ follow Facebook ហើយ subscribe ទៅលើ YouTube ហើយនឹង follow នៅលើ TikTok ដូចគ្នាអញ្ចឹង TikTok ក៏យើងមានប្រហែលវីដេអូដែរដោយសារយើងដាច់បានធ្វើច្រើនដែរ
ចឹងសង្ឃឹមអ្នកនរគ្នាជួយជា follow ជា like ជា comment អីផ្សេងៗអរគុណអ្នកនរគ្នាអរគុណអ្នកនរគ្នាចឹងបើមានចម្ងល់អីអាចតាក់ទងមកបានសួរលេខក៏ខ្ញុំដាក់នៅក្នុង description ដែរអរគុណអ្នកនរគ្នាありがとうございました